នេះជាប្រាសាទភ្នំជីសូរវាមានចម្ងាយប្រមាណ62គីឡូម៉ែត្រពីរាជធានីភ្នំពេញនិង27គីឡូម៉ែត្រពីទីរួមខេត្តតាកែវនេះជាផ្លូវឡើងប្រាសាទភ្នំជីសូរដោយផ្លូវនេះជាផ្លូវលំហើយវាមានលក្ខណៈលាយគ្រួសហើយនឹងថ្មជាដើមដែលធ្វើដំណើរឡើងទៅលើប្រាសាទភ្នំជីសូរនេះដោយឡានក្រុងនិងឡានផ្សេងបានហើយនៅពេលនេះយើងបានមកដល់ប្រាសាទភ្នំជីសូរហើយប្រាសាទភ្នំជីសូរវាស្ថិតនៅភូមិស្លាឃុំរវៀងស្រុកសំរោងទងខេត្តតាកែវវាមានចម្ងាយដូចខ្ញុំបញ្ជាក់ចឹងពីរាជធានីភ្នំពេញប្រមាណ62គីឡូម៉ែត្រនិងពីទីរួមខេត្តតាកែវប្រមាណ27គីឡូម៉ែត្រប្រាសាទភ្នំជីសូរមានរចនាបថយ៉ាងស្រស់ស្អាតហើយមានសិលាចារឹកក៏ដូចជាមានថ្មបាយក្រៀមហើយនឹងផ្លូវឡើងសម័យបុរាណផងដែរមើលទៅធម្មជាតិយ៉ាងស្រស់ស្អាតហើយខ្លងទ្វារប្រាសាទមានថ្មភក់ថ្មបាយក្រៀមដែលសាងសង់ជាមួយគ្នាប្រាសាទភ្នំជីសូរនេះសាងសង់ដោយព្រះបាទសូរ្យវរ្ម័នទី1ដែលឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនាហើយនៅពេលនេះយើងបានធ្វើដំណើរចុះត្រឡប់ទៅវិញហើយបន្ទាប់ពីដំណើរកម្សាន្តនៅលើប្រាសាទភ្នំជីសូរដែលវាស្ថិតនៅក្នុងខេត្តតាកែវបាទ